សួស្តីអ្នកទាំងអស់គ្នាក៏ដូចជាអតិថិជនរបស់បរិយាអាចារ្យអ្នកទ្រព្យសំរាបអង្គរថ្ងៃនេះនាងខ្ញុំសូមបង្ហាញអំពីប្រភេទផ្ទះវិឡាតូអេសដែលមានសួនច្បារនៅចំហៀងហើយជាពិសេសគឺយើងមានសំណង់ផ្ទះរួចរាល់ 100% តែម្ដងបងប្អូនអាចធ្វើការកក់ភ្លាមគឺកាន់សោចូលនៅបានភ្លាមហើយទីតាំងវិញគឺស្ថិតនៅក្នុងក្រុងសៀមរាបនៅខាងត្បូងរង្វង់មូលការរំដួលប្រហែលជា300ម៉ែត្រតែប៉ុណ្ណោះចាដោយបងប្អូនឃើញស្រាប់ហើយចំពោះផ្ទះវិឡាតូអេសនេះគឺមានលក្ខណៈស្រស់ស្អាតមែនទែនគឺយើងធ្វើជាសួននៅចំហៀងផ្ទះប្លែកហើយយើងមាន playground ក៏ដូចជាតោងអង្គុយលេងហើយយើងមានកញ្ចក់មួយយ៉ាងស្រស់ស្អាតនៅខាងក្រោយផងដែរចាឃើញថាបរិយាកាសក្នុងគម្រោងផ្ទះវិឡាតូអេសមានសួននេះគឺមានលក្ខណៈឈៀលហើយជាពិសេសគឺយើងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិហើយជាមួយនឹងធម្មជាតិពណ៌បៃតងតែម្ដងចឹងណាចាធ្វើឲ្យការរស់នៅមានលក្ខណៈឯកជនធ្វើឲ្យបងប្អូនរស់នៅក្នុងនេះគឺមានថាយើងទទួលយកអារម្មណ៍បែបថាយើងនៅក្នុងទីកន្លែងមួយជារមណីយដ្ឋានមួយបែបហើយក៏ជាផ្ទះសម្រាប់លំហែកាយមួយបែបនិយាយទៅតម្រូវការរបស់របស់អតិថិជនដែលគាត់ទិញផ្ទះវិឡាតូអេសនេះមួយគឺចំណេញបានច្រើនទាំងការប្រម៉ូសិនបញ្ចុះតម្លៃ$10000លើការបង់រំលោះជាមួយនឹងការទិញបង់ផ្ដាច់វិញគឺបញ្ចុះ$15000តែម្ដងហើយជាពិសេសបើសិនជាបងប្អូនចង់បានផ្ទះសំណង់ដែលរួចរាល់ 100% ឬផ្ទះដែលកំពុងសាងសង់វិញក៏យើងមានគ្រប់តម្រូវការតែម្ដងចាតោះឥឡូវកុំឲ្យខាតពេលយូរនាងខ្ញុំសូមបង្ហាញអំពីទីតាំងខាងមុខដែលយើងធ្វើជាចំណតឡានក៏ដូចជាខាងក្នុងផ្ទះគឺមានលក្ខណៈស្រស់ស្អាតមែនទែនហើយនឹងធំទូលាយតែម្ដងបងប្អូនមកដល់ខាងមុខផ្ទះវិញគឺរត់តែធំទូលាយមែនទែនយើងអាចចតឡានបាន3គ្រឿងឯណោះចាហើយខាងក្នុងផ្ទះយើងមានបន្ទប់គេងដល់តែ3ហើយនិងបន្ទប់ទឹក4ចាគឺថាយើងមកដល់កន្លែងនេះគឺជាកន្លែងបន្ទប់ទទួលភ្ញៀវគឺសមល្មមមែនតែនយើងធ្វើជាកន្លែងយើងដាក់ជាសាឡុងមានការដេក័រកន្លែងបន្ទប់ទទួលភ្ញៀវយើងដាក់ជាតាំងទូរទស្សន៍ឬក៏តាំងសម្ភារៈអីផ្សេងបានហើយអំពូលភ្លើងហើយជាពិសេសនៅជុំវិញផ្ទះរបស់យើងឃើញថាលក្ខណៈពិសេសមួយគឺបង្អួចដែលយើងធ្វើលក្ខណៈធំហើយអាចខ្យល់អាកាសធាតុឆ្លងកាត់មកជាមួយនឹងពន្លឺដែលចូលក្នុងផ្ទះរបស់យើងគឺមានភាពងាយស្រួលរស់នៅចាគឺស្រឡះតែម្ដងចាមកដល់កន្លែងនេះគឺជាបរិវេណចក្រានបាយយើងមានកន្លែងចក្រានបាយហើយយើងមានតុកន្លែងញ៉ាំអាហារចាកន្លែងនេះគឺយើងផ្ទះនេះគឺយើងបានបកគោសោជូនភ្ញៀវដែលភ្ញៀវគាត់ធ្វើការកក់ហើយយើងរៀបចំជាសម្ភារៈខ្លះគឺតម្រូវតាមអតិថិជនតែម្ដងចាគាត់ឆ្លាញ់ពេញចិត្តបែបណាយើងធ្វើឲ្យអតិថិជនបែបហ្នឹងតែម្ដងចានៅកន្លែងនេះក៏យើងមានបន្ទប់គេងមួយដែរចាបងយើងមានបន្ទប់គេងមួយបន្ទប់ក្នុងនេះគឺយើងមាន4យើងមានបន្ទប់ទឹក4ហើយនិងបន្ទប់គេង3ចាបន្ទប់ទឹកនៅខាងក្រោយក៏យើងមានមួយទៀតហើយជាមួយនឹងសាច់ដីដែលយើងអាចដើរបានជុំវិញផ្ទះតែម្ដងតើបងមកខាងនេះទៀតគឺយើងមើលនៅបន្ទប់2បន្ថែមទៀតចាផ្ទះនេះគឺយើងមានបន្ទប់គេងដល់តែ3ចាសមាជិកយើងត្រឹម4នាក់ឬក៏5នាក់អីគឺយើងស្នាក់នៅបានយ៉ាងងាយស្រួលតែម្ដងហើយនេះជាបន្ទប់ទី2ចាបន្ទប់ទី2គឺមានលក្ខណៈធំទូលាយសមល្មមហើយក្នុងនេះក៏យើងមានបំពាក់ជាសម្ភារៈដូចជាម៉ាស៊ីនត្រជាក់អីក្នុងនេះរួចជាសាច់តែម្ដងចាក៏ដូចជាបន្ទប់ទឹកនៅក្នុងបន្ទប់នីមួយៗគឺយើងមានប្រើប្រាស់នៅក្នុងហ្នឹងរួចជាសាច់តែម្ដងដូចគ្នាចាចូលមកដល់បន្ទប់ទី3យើងក៏មានបន្ទប់ទឹកនៅក្នុងនេះដូចគ្នាដែរចាបន្ទប់នេះគឺបន្ទប់ខាងមុខកុំភ្លេចណាបងប្អូនបើសិនជាស្រឡាញ់ពេញចិត្តនៅប្រភេទផ្ទះវិឡាតូអេសលក្ខណៈដាច់តូលឯកជនភាពបែបនេះបងប្អូនអាចអញ្ជើញមកកាន់ការិយាល័យរបស់បរិយាអាចារ្យអ្នកទ្រព្យសៀមរាបអង្គរដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបតែម្ដងនៅក្បែរមូលការរំដួលបើសិនជាបងប្អូនធ្វើដំណើរទៅខាងភ្នំពេញគឺបងប្អូនគ្រាន់តែបត់ខាងឆ្វេងដៃចូលប្រហែលជា300ម៉ែត្រដល់ទីតាំងគម្រោងផ្ទះតែម្ដងហើយបើសិនជាបងប្អូនមកពីខាងបន្ទាយមានជ័យឬក៏ប៉ែតវិញគឺបងប្អូនអាចបត់ខាងស្ដាំដៃចាគឺចូលតាមផ្លូវក្បាត់ក្រុងរបស់យើងគឺមកដល់តែម្ដងចាសូមអរគុណសូមជម្រាបលា